សូមលើកទស្សកោបវរប្រណម្យបង្គំព្រះពុទ្ធព្រះបរមគ្រូបព្វបរោះខ្មែរអ្នកតស៊ូគំរូរៀមច្បងចងក្រងទុកក្រាបថ្វាយបង្គំព្រះមហាក្សត្រប្រណិប័តដៃជូជាប្រមុខមគ្គទេសដឹកនាំជាតិខ្មែរសុខព្រះសង្ឃសូមទុកជាទីសក្ការៈខ្មែរសូមដឹងគុណនាយករដ្ឋមន្ត្រីដែលមានស្នាដៃសាងជាតិស្មោះសរចងក្រងប្រវត្តិទុកជាដំណរបន្តគំរូដល់ខ្មែរគ្រប់ប្រាណជីវប្រវត្តិហ៊ុនសែនរ៉ានីសម្ដេចទាំងពីរសាងជាតិថ្កាំងថ្កានរៀបរាប់រឿងពិតជីវិតពីប្រាណជូនញាតិសន្តានស្ដាប់ដូចតទៅដេចជោសែនកើតឆ្នាំ52អង្គារទី5នាខែសីហាអាយុ13បែកពីគ្រួសារទៅរៀនសាលាឥន្ទ្រទេវីតាមការអំពាវនាវសម្ដេចឪឲ្យរះកូនចៅចូលព្រៃម៉ាគីយុវជនហ៊ុនសែននិងប៊ុនរ៉ានីសម្ដេចទាំងពីរស្ម័គ្រចិត្តបដូរផ្ដាច់ថ្ងៃ4មេសាយាត្រាចេញទៅសម្ដៅបំរើកងទ័ពសម្ដេចនរោត្តមសីហនុព្រះអង្គជាស្ដេចសម្រេចរំលំរបបលន់នល់យុទ្ធជនស្ម័គ្រចិត្តឥតមានប្រាក់ខែ105សមរភូមិចូលប្រយុទ្ធផ្ទាល់16មេសាសែនមហាពិផលខ្វាយខ្វល់ទុកផ្ទួនព្រោះខ្លួនពិការសង្គ្រាម5ឆ្នាំរបួស5ដងរបួសចុងក្រោយវះកាត់នេត្រាអត់មានថ្នាំស្ពឹកឈឺចាប់ក្រៃណាចិន្តាសង្វេគនិងភ្នែកសែនខ្វល់17មេសមហាជោគជ័យរបបប្រល័យឈានចូលមកដល់សម្ដេចទាំងពីរទុកទ្វីកង្វល់រកលតស៊ូផ្ដួលរំលំទៀតទម្រាំបានយាងអង្គសម្ដេចឪមកនៅសោយរាជកំបីឃ្លៀងឃ្លាតបណ្ដេញលន់នល់ពួកប៉ុលពតទៀតចៅមកសៀតខ្មែរអស់ពីសម័យកាលសម្ដេចទាំងពីរលោកបានចំណាយអាយុជីវិតជាងពាក់កណ្ដាលដើម្បីបុព្វហេតុជាតិដ៏ត្រកាលគឺជាតិសាសនាព្រះមហាក្សត្រសាច់រឿងចាស់ចែងតាក់តែងជាការកំណាព្យបុរាណដោយការប្រតិបត្តិមានឯកសារយោងច្រើនដោយម៉ត់ចត់ចាត់ចែងសម្ដែងទៅតាមសេចក្តីចំណងជើងរឿងថាសែនស្រណោះរឿងពិតឥតខ្ចោះនៅក្នុងលោកីយុវជនម៉ាគីពីប្រពន្ធប្តីគិតជាតិទឹកដីធំជាងសង្ខារថ្ងៃ5មករា76គុណព្រះលោកជួយបានដោយប្រាថ្នាហ៊ុនសែនរ៉ានីទាំងពីរកាយាលោកបានរៀបការសំដោយបំណងយុវជនប្រុសស្រីទាំង13គូដាច់ចូលរៀបការកំសត់កន្លងគ្មានការចូលរួមញាតិមិត្តប្អូនបងអង្គុយត្រសងដូចអង្គប្រជុំក្រោយពីរំសាយរត់ស្វែងរកគ្នាផ្លូវឆ្ងាយវេទនាដើរស្ទើររលំឆ្ពោះទៅអង្គភាពទីឋានត្រនំរាត្រីទឹកខ្មុំคล้ายជាទឹកខ្មេះដំណើរផ្លូវឆ្ងាយរហូតដល់យប់ដល់ភូមិក៏ឈប់គិតគ្រប់ដំរេះស្នាក់ចំម្ចាស់ផ្ទះចេះអើយសែនចេះបានអីនឹងកេះព្រោះដេកបែកគ្នាម្ចាស់ផ្ទះតឹងរឹងខឹងក៏មិនបាន
ព្រោះអីគាត់ស្មានមិនមែនភរិយាបើគាត់អនុញ្ញាតខ្លាចខុសអង្គការហេតុនេះភរិយាដេកបែកខាងស្រីសែនមហាវេទនីបានគ្នាជាគូជីវិតតស៊ូបដូរផ្ដាច់ឥតបីគូឲ្យអនិច្ចាស្នេហាថ្មងថ្មីប្រពន្ធជួបប្តីទីតីគ្មានលហែថ្ងៃ10វិច្ឆិកា76កូនពន្លកត្រួយដល់គម្រប់ខែប្រសោតមកភ្លៀមធ្លាក់ប៉ះចុងក្រែកំសត់កូនម៉ែបាត់បង់សង្ខារអនិច្ចាអសូរកូនពុនពេកក្រៃកូនធ្លាក់ពីដៃពេតឈ្មោះខ្ជីខ្ជីអោហ៊ុនកំសត់កូនប្រុតមីដាកូនប្រុសមរណាចោលពុកម៉ែហើយប្រពន្ធគ្រប់ខែតែងនៅក្បែរប្តីកម្មអីទ្រង់ស្រីគ្មានពេលលហែលហើយរស់ឆ្ងាយពីប្តីឥតកោះឥតត្រើយនេះហើយរបបឃាតករអាចខ្មៅក្នុងនាមឪពុកຕົកដូចទូលភ្នំនឹកដល់ឧត្តមភរិយាឆោមឆ្លៅសុំច្បាប់មិនបានប្រានចុកផ្សារក្តៅតើយ៉ាងណាទៅកូននឹងភរិយាចៃដន្យដំណើរឆ្លៀតឈៀងចូលទៅសំដៅប្រពន្ធប្រសោតបុតភ្ងាពុទ្ធោម្ចាស់ថ្លៃកូនខ្សែជនមីលោហិតបុត្រាថ្លាហូរតាមមាត់អោកូនកំសត់កូនមាឪពុករឿងកូនចាទុកចងជាប្រវត្តិរសជាតិជីវិតប្រៃល្វីងជូរចត់ទុកស្រីប្តីប្រត់កំសត់ស្ទើរសូនទឹកចិត្តឪពុកទុកពេញអរា ពុកហូតក្រមាក្របឲ្យសពកូនទឹកភ្នែកដាច់ជោហូរស្រក់ផ្ទួនខ្លោចផ្សាសពកូនគ្មានពេលរសាយចិត្តជាឪពុកចុកចាប់ខ្លោចផ្សាសុំបាញ់ជាការមិនចង់ចេញឆ្ងាយយកកូនទៅកំមើលរក្សាម្ដាយស្ដាយកូនប្រត់ស្លាប់ទុកសែនมองសាំងចាត់ជាកងទ័ពអាវុធក្នុងដៃស្ទើរតែប្រឡ័យមេទ័ពចិត្តខ្មៅសំដីមនុស្សពីលពោលយ៉ាងខូខើទោះមិត្តឯងនៅក៏កូនមិនរស់សែនមហាសង្វែកទឹកភ្នែកដាច់ចូលអាសូរកូនស្លាប់នឹងមុខស្រស់ស្រស់ដាច់ចូលទប់ចិត្តព្រោះខ្លាចគិតខុសណាស់ហើយចុះទ្រាំទប់ទាំងក្តីផ្សាចុកនឹកហ៊ុនកំសត់កូនមាសឪពុកបង្ហោះ Facebook ឧទ្ទិសបុត្រភ្ងាថ្ងៃ10វិច្ឆិកា76កូនពន្លកត្រួយបាត់បង់សង្ខារដាច់ចូលចិត្តមាសនៅតែចងចាំទោះរយខែឆ្នាំក៏នៅចាំដែររាល់ការឈឺចាប់គ្រួសារទុក្ខសោកគ្រប់ក្តីវិយោគពិសេសរឿងខ្មែរសង្គមបែកបាក់ជាតិទុក្ខឥតលហែប្រវត្តិសាស្ត្រខ្មែរដាច់ចូលគ្មានផ្លេចចិត្តជាឪពុកមានព្រំវិហារនឹកដល់កូនភ្ញីទឹកភ្នែកជានិច្ចភាសាឪពុកពីបេះដូងពេជ្ររំលេចអក្សរាផ្ញើកូនកំសត់កំសត់កូនពុកទោះបីកូនស្លាប់មុនពេលប្អូនរបស់កូនចាប់កំណើតក៏ដោយ
ក៏ប្អូនរបស់កូនមិនទុកឲ្យកូនខ្លាយជាខ្មោចអនាថានោះដែរដោយសារទម្លាប់ជីដូនជីតានិងម្ដាយកូនតែងធ្វើពិធីឆេងមេងថ្ងៃនេះប្អូនស្រីពៅនិងក្មួយរបស់កូនបានទៅសែនភ្នូររបស់កូនសូមកូនទទួលយកពីប្អូននិងក្មួយជំនួសឲ្យក្រុមគ្រួសារចំណែកពុកមានតែទឹកភ្នែកដែលហូរមិនឈប់នៅពេលនឹកឃើញដល់រឿងដ៏សែនឈឺចាប់កាលពីជិត40ឆ្នាំមុនរវាងកូនម្ដាយកូននិងពុកដែលនេះជារឿងខ្លោចផ្សាបំផុតសម្រាប់ជីវិតពុកនិងម៉ែកូនព្រមទាំងក្រុមគ្រួសារយើងខ្លឹមសារ Facebook ក្តុកក្តួលអរ៉ាពាក្យពេចន៍បៃតាផ្ញើសារទៅបុត្រសរសេរចេញពីទឹកចិត្តបរិសុទ្ធស្រយុតស្រយ៉ង់អស់ពីអង្គប្រាណនេះហើយរសជាតិនៃភ្លើងសង្គ្រាមឈាមខ្មែរស្រោចហូររីស្លាប់វល់លៀនដែលចូលចាំច្បាស់ជាប់ក្នុងវិញ្ញាណវិធាននយោបាយស្រាយជាប្រញាប់ទំហំទុកសោកជោគជាំពេញប្រាណគ្រប់កូនទីហ៊ានបានលួចខ្សឹបប្រាប់ចំនួន50មានឈ្មោះត្រូវចាប់ផែនការសម្លាប់ភូមិភាគបូពីដាច់ចូលដឹងខ្លួនរត់ពួនចូលព្រៃដំណើរថ្ងៃ20ខែមិថុនាឆ្នាំ77រួចផុតអាត្មាថែម4អង្គារមិត្តរួមអាវុធទោះបីបែកគ្នាភរិយាក្នុងចិត្តឆ្លៀតផ្ញើលិខិតដោយចិត្តមោះមុតផ្ញើជូនភរិយាដោះសែនកំសត់នាងអានសម្បត្តិទាំងទឹកភ្នែកហូរមកដល់រនីប្រពន្ធសម្លាញ់ដ៏កំសត់របស់បងពេលអូនកំពុងអានសម្បត្តិនេះបងកំពុងស្ថិតនៅកន្លែងដ៏សែនឆ្ងាយរហូតដល់ខ្លួនបងក៏មិនដឹងថានៅទីណាផងបងសុំលីអូនសិនហើយលីរហូតដល់ថ្ងៃជួបគ្នាវិញដោយគ្មានពេលកំណត់អនិច្ចាស្ត្រីប្តីចាកចេញទៅទុកសោកមងសៅក្តៅគ្មានពេលហែកូននៅក្នុងផ្ទៃអាយុ5ខែតើខ្មែរអាណាមិនហូរទឹកភ្នែកទុកស្រីប្តីព្រាត់កំសត់ពេកក្រៃទនកម្មប្រៃផ្សៃធ្ងន់ក្រៃអាណែកទនកម្មរើរៀមគោះគល់ទូលរែកមានតែទឹកភ្នែករំលែកទុកប្តីពេលប្តីឃ្លាតទៅរស់នៅវេទនារងពាក្យនន្ទាពួកមីជាស្ដីណាមួយអត់ឃ្លានកូននៅក្នុងផ្ទៃពលកម្មពេលថ្ងៃពេលយប់ជាប់ឃុំការងារសែនធ្ងន់ប៉ុនពេកប្រមាណរិញរៃស្គមប្រានថ្ងៃណាក៏យំអាសូរក្នុងផ្ទៃកូនកាន់តែធំណាមួយបារម្ភនឹកទៅដល់ប្តី4ខែកន្លងបងឃ្លាតចេញទៅរូបអូនរស់នៅកាប់កោះរៀនដីកំណើតកូនយើងកើតចំថ្ងៃ20តុលាថ្លាថ្លៃឆ្នាំ77អូនឆ្លងទន្លេបាន12ថ្ងៃក្នុងខ្លួនលហិតលហៃស្ទើរខ្សែជីវីក្រោមការឃុំឃាំងខ្មាំងយាមមូលមីគ្រប់វិនាទីសន្និសុខឃ្លាំតាន
គូឲ្យអាសូរដាច់ចូលពន់ពេកឆ្លងផុតពីព្រៃដល់ដីវៀតណាមឆ្លប់ភូមិហក់លីចាប់ភ្ជុងគំរាមគេបណ្ដាតាមទៅសួរចម្លើយក្នុងសំណាងមួយ10000គ្រោះថ្នាក់យុទ្ធមិត្តម្នាក់ទឹកភ្នែកគ្មានស្បើយគេបំបែកគ្នាបង្ខំឲ្យឆ្លើយអនិច្ចាមិត្តអើយអោបជង្គង់យំដាច់យោវិលវិញពេញដោយទឹកភ្នែកយុទ្ធមិត្តយំយ៉ែកខ្លាចបែកមេធំដាច់យោយល់ការខ្លោចផ្សាក្រៀមក្រំសុកចិត្តលួចយំមិនឲ្យមិត្តដឹងសំនួរចាំដែលសួរបែបគុំនេះដាច់យោស្ទើរវិសលួសបាត់ប្រលឹងសំនួរច្រើនសារនរណាមិនខឹងសួរអីឆ្លើយនឹងសួរហើយសួរទៀតខំស្កាត់ពីនាយរកការគាំទ្រមិនគួរវឹកវរជីវិតក្រោតក្រៀតគេចោទថាខ្មាំងចារកម្មសោកសៀតហ៊ានចូលជ្រែកជ្រៀតព្រំដែនខុសច្បាប់ចូលថ្ងៃទី3ភ័យតក់ប្រមាយុទ្ធមិត្តគ្រប់គ្នាត្រៀមខ្លួននឹងស្លាប់បើសិនវិលវិញប៉ុលពតសម្លាប់គិតសពគិតគ្រប់មិនដឹងយ៉ាងណា22ថ្ងៃក្នុងគុកលុកninhជីវិតពោពេញចុកចាប់ឈឺផ្សាទ្រាំក្លិនឆ្អេះឆ្អាបស្ទើរតែមរណា27កញ្ញាទើបមានរស្មីជីវិតអ្នកទោសឃ្លានណាស់លោកអើយមិនដែលស្គាល់ឡើយបែកកកក្តាំងក្ដីឃើញរើសគ្មានសល់កន្ទុយបារីអាហារចំណីបានត្រឹមនឹកស្មានពេលរួចពីគុកបានបាយមួយឆ្នាំងលេខ10យ៉ាងពេញបំណាច់នឹងឃ្លានហូបគ្នា5នាក់គ្មានសល់ក្នុងចានភ្លេចអស់ខ្មាស់អៀនព្រោះឃ្លានខ្លាំងពេកស្គាល់ហើយបាយស្រួយខានហូប2ឆ្នាំពេលនេះហូបផ្ដាំហូបហល់អាណែកដាច់ជោអស់ណាស់បានទីបង្អែកលុះដល់ថ្ងៃស្អែកបានជួបចរចាវៀតណាមបញ្ជាក់ឲ្យដាក់សំណើជូនទៅថ្នាក់លើតាមបែបផ្លូវការលាយលក្ខអក្សរទៅតាមខ្លឹមសារបំណងយ៉ាងណាសរសេរទាំងស្រុងថ្ងៃ27នាខែកញ្ញាសំណាងអស្ចារ្យជួបវ៉ាន់ទៀងយ៉ុងឧត្តមសេនីយ៍ល្បីភាគខាងត្បូងរំដោះទាំងស្រុងក្រុងហូជីមីញដាច់ជោវៀងវៃស្មារតីផ្ចិតផ្ចង់សំណើស្មោះត្រង់គ្មានក្តីតូមនិញសុំវៀតណាមជួយរំដោះភ្នំពេញព្រោះស្រុកខ្មែរពេញដោយកាប់សម្លាប់សំណើដាក់ភ្លាមមាន5ចំណុចវៀតណាមប្រថុយមិនងាយនឹងស្ដាប់បដិសេធសំណើដាច់ជោប្រញាប់វៀតណាមបានប្រាប់ខុសច្បាប់សកលដាច់ជោសែនគិតស្ទើរបែកអរានិយាយយ៉ាងណាឲ្យវៀតណាមយល់ស្រុកខ្មែរវឹកវររិះទុកកង្វល់គ្មានអ្នកណាខ្វល់ពីរឿងខ្មែរឡើយ30កញ្ញាទេវតាមានភ្នែកទ្រូងតាំងស្ទើរបែកស្រាប់តែធូរស្បើយប៉ុលពតលើកតបវាយវៀតណាមហើយមិនវៀតណាមអើយស្លាប់យ៉ាងទន់ហន់កាលសួរចម្លើយប្រាប់ហើយមិនជឿឥឡូវវៀតណាមប្រកាសអាសន្ន
អ្នកតាខឹងហើយមិនចាំបាច់បន់គ្រប់អិសរាជជនខ្មែរមានសង្ឃឹមដាច់ជោគិតថានេះជាឱកាសដូចសុរិយារះពេលព្រឹកព្រលឹមចលនាតស៊ូនឹងមានសង្ឃឹមគ្មានអ្វីប្រៀបផ្ទឹមកម្លាំងសាមគ្គីសូមលើកសម្ដែងថ្លែងក្តីវេទនាឧត្តមភរិយានាមប៊ុនរ៉ានីពីរអ្នកម៉ែកូនរត់លូនវក់វីចេញចាកចោលទីទាំងយប់ងងឹតពីរយប់3ថ្ងៃក្នុងព្រៃស្មសានណាមួយស្រែកឃ្លានហួសពីការគិតដៃ3ថ្នមកូនលើសពីជីវិតកូនណាយម៉ែគិតកូនគ្រប់នីតិទៅដល់ត្បូងឃ្មុំម្ដាយយំអោបកូនយប់យន់ស្ងាត់សូនលូនផ្ទាល់ធរណីគេងបំបើកូនស្ដាប់គ្រប់ទិសទីក្រែងខ្មាំងយាយីតាមវាយប្រហារកូនអើយគេងទៅម៉ែនៅនឹងអ្នកយប់ជ្រៅត្រជាក់ពីអ្នកមេដាដំណឹងពុកកូនមិនដឹងយ៉ាងណាសូមឲ្យទេវតាប្រទានពរជ័យអនិច្ចារណីស៊ីអត់ស៊ីឃ្លានហួសពីការស្មានប្រានសរសៃខ្ចីដើររើសគោស្រូវក្រោមកម្ដៅថ្ងៃកម្មអើយកម្មអីស្រីខ្មែរពេលនោះថ្លែងពីដេចជោសែនមហាវេទនីរងាគ្រុនចាញ់ញ័រគ្មានពេលលួសបណ្ដាលពីដេកធ្វើចំណៃមុខបានរស់មួយថ្ងៃវិស័យមួយឆ្នាំនឹងសូមថ្លាថ្លែងពីរឿងវៀតណាមព្រមតាមនឹងជឿដាច់ជោបណ្ដាំក្រោយពីបានត្រូវប៉ុលពតដាក់ថ្នាំពលរដ្ឋរងកម្មដេកស្លាប់កជើងដាច់ជោតាំងចិត្តព្រោះបានគិតច្បាស់នេះជាឱកាសសម្រាប់ខ្មែរយើងប៉ុលពតវាយលុកតាមចិត្តទំនើងកំភ្លើងធំផ្លោងដល់ខេត្តតៃninhវៀតណាមក្តៅចិត្តគិតចេញបញ្ជារៀបចំផែនការវាយប៉ុលពតវិញតាំងពីដុំថាប់បិណ្ឌភឿកតៃninhដើម្បីបណ្ដេញឲ្យអស់ចៅខ្មាំងដាច់ជោប្រាប់ហើយនៅតែមិនជឿក្រោយមកជំនឿលើដាច់ជោខ្លាំងទុកចិត្តដាច់ជោរួមជាកម្លាំងចង្អុលទីតាំងពួកខ្មាំងឈរជើងច្រកស្នួលលុកninhចេញខេត្តក្រចេះមានជ័យដូនរត់វៀតណាមវាយឡើងកងទ័ពប៉ុលពតរត់ខ្ចាត់ខ្ចាយប៉ើងឯដាច់ជោយើងឡើងដល់មេមត់ដំណើរស្រោតរូតលឿនជាប្រញាប់ឆាប់បានទៅដល់ទីខ្ទមកំសត់ចិត្តអន្ទះសាគ្មានការនឿយហត់ប្រពន្ធកប់សត់បាត់ស្ងាត់សូនឈឹងស្រងេះស្រងោតសែនខ្លោចអនិច្ចាកូននិងភរិយាបាត់សូនដំណឹងទាំងខ្មែរវៀតណាមខំតាមសម្លឹងប្រឹងប្រែងស្វែងរកសពគ្រប់ទិសាអោដាច់ជោសែនសែនមហាកំសត់នឹកឃើញប្រវត្តិសែនមហាអនិច្ចានឹកអាណិតកូនឧត្តមភរិយាតើនៅឯណាឬមួយខ្សិនខ្សៃដាច់ជោទឹកភ្នែកហូរជ្រែកភក្ត្រា
យំសោយសោកាកណ្ដាលទ្រូងព្រៃនឹកគ្រីកំសត់ប្រត់ប្រពន្ធប្តីវៀតណាមខ្មែរក្តីយំតាមគ្រប់ប្រាណឆន្ទៈដេកជោពុះពោសន្ធើសំដៅរំដោះរាជខ្មែរឲ្យបានចូលទៅវៀតណាមបង្កើតមូលដ្ឋានកែនបានជាទ័ពខ្មែររាប់រយពាន់ដល់ខែវិច្ឆិកា78បូព៌ានិរតីខ្មែរគ្រប់តំបន់5ក្រុមជួបជុំគ្នាជាបន្ទាន់ស្ម័គ្ររួមសម្ព័ន្ធប្រយុទ្ធតស៊ូរួមគ្នាឯកច្ឆន្ទបង្កើតរណសេរីតំបន់រំដោះនៅភូមិជើងឃ្លូមេទិញប្រកាសរណសេរីពីធ្នូតស៊ូរំដោះជាតិកម្ពុជាបងប្អូនភៀសខ្លួនខ្មែរទាំងប៉ុន្មានស្ម័គ្រចិត្តចូលប្រាណធ្វើជាយោធាសល់តែចាស់ចាស់និងក្រុមកុមារសាមគ្គីខ្លាំងក្លាស្ម័គ្ររំដោះជាតិរណសេរីប្រកាសដាក់ចេញគោលការណ៍ខេមរាប្រុសស្រីក្រោកឈរព្រុងព្រាតដាច់ជោចាត់តាំងកម្លាំងទ័ពទៀតបង្កើតអង្គភាព125ចេញពីធូតដឹកទៅនៅឡុងយ៉ាវដាច់ជោស្រួចស្រាវដឹកនាំសកម្មបង្ហាត់កងទ័ពតាំងពីខែ5រហូតចុងឆ្នាំ78វៀតណាមបាក់ចិត្តអាណិតដាច់ជោទំនោរមើលឃើញបញ្ញាវៀងវៃឆន្ទៈមនសិការប្រាជ្ញាស្មារតីគប្បីត្រូវធ្វើជាមេបញ្ជាចាប់ពីខែ5ដល់ខែ6វៀតណាមលើកស្ទួយយុទ្ធសាស្ត្រយោធាទ័ពខ្មែររាប់ម៉ឺនស្ថិតក្រោមបញ្ជាសេនាធិការនៃដៃជោសែនជំរំ11ដល់18យុទ្ធជនប្រុសស្រីស្ម័គ្រក្រោកឈរណែនហាលភ្លៀងហាលថ្ងៃប្រឹងហាត់មែនតែនកងទ័ពហ៊ុនសែនកើនរាប់រយពាន់ក្រុមខ្មែរបះបោរបានមកជួបជុំជំនុំនាខែវិច្ឆិកាបន្ទាន់មកពីមូលដ្ឋានទាំង4តំបន់និរតីបោះចំអេសានបូព៌ាក្រុមសាយភូថងបែកខាងនិរតីសម្ដេចចក្រីបែកខាងបូព៌ាប៊ូថងអេសានមានទាំងប្រជាជួបចាប់ដៃគ្នានិងដៃជោសែនឯក្រុមទី5រងចាំជាស្រេចពួកគាត់រត់គេចឆ្លងកាត់ព្រំដែនកាលឆ្នាំ54ទៅតាមកំណែនឆ្លងដែនវៀតណាមទៅភាគខាងជើងក្រោមការឧបត្ថម្ភរបស់វៀតណាមទាំងស្បៀងអាហារនិងគ្រាប់កាំភ្លើង28វរៈបានបង្កើតឡើងកងទ័ពខ្មែរយើងកើនជាង 20,000 កងទ័ពរណសេរីពិតជាហានខ្លាទើបចប់សិក្សាសាលាវឹកវើនធូដឹកឡុងយ៉ាវបារីរាប់ម៉ឺនប៉ុកពើនហាត់រៀនអង្អាចហានខ្លាវៀតណាមកម្ពុជារួមគ្នាប្រយុទ្ធកំចាត់ប៉ុលពតសង្គ្រោះខេមរារបបអាវខ្មៅខ្លៅពីរិស្យាខ្មែរផុតមរណាពីជ្រោះប្រឡ័យកងទ័ពរណសេរីសាមគ្គីមោះមុតស្ម័គ្រចូលប្រយុទ្ធគ្មានខ្លាចខ្លួនខ្សែ
កំចាត់ឲ្យអស់ពួកបនព្រៃផ្សៃរំដោះទឹកដីជូនជាតិប្រជា7មករាមហាជោគជ័យខ្មែរមានសេរីរួចរស់គ្រប់គ្នាភ្នំពេញរំដោះបេះដូងកម្ពុជារបបប្រហាររលត់សូនឈឹងថ្លែងពីដេជោមហាកិត្តិយសចុះពីយន្តហោះចិត្តគិតរំពឹង11មករានេត្រាសម្លឹងក្រែងបានដំណឹងភរិយាកំសត់មនុស្សម្នីកុះកអបអស្វាគមន៍រៀបចំទទួលថ្នាក់ប្រមុខរដ្ឋបាត់តែរ៉ានីមិនមានមុខមាត់ដៃជោរន្ធត់ស្ទើរបាត់ប្រលឹងចុះពីយន្តហោះចូលក្នុងរថយន្តបារម្ភប្រពន្ធគ្មានបានដំណឹងដៃជោសែនស្លុតផុតក្តីរំពឹងសេញចឹងប្រហែលជានាងស្លាប់ហើយថ្លែងពីនារីដើររើសគូស្រូវនិតនៅថែកូនទ្រង់តាំងឥតស្បាយ7មករាស្រុករំដោះហើយនៅឡើយម៉ែកូនអត់មានអីហូបមនីរូតរះរើសបោតគូស្រូវដំរូវបុកស្ដីធ្វើជាសម្រោបដាំជាបបរឲ្យតន់កូនហូបស្រស់ស្រូបតន់ចិត្តគិតទៅដល់ប្តីស្រុកទេសកំពុងកាត់កលវឹកវរមិនហ៊ានស្វែងរកខ្លាចជួបទុក្ខភ័យខ្លាចពួកចៅខ្មាំងឬជនអប្រិយតបស្រុកតបព្រៃលាយច្របល់គ្នាហេតុនេះសំងំពួនរស់សុខសិនទំរាំស្រុកស្ងប់បានគប់ពេលីបាសិនគូព្រេងគង់បានជួបគ្នាបំណាច់កំព្រីអស់ជាង2ឆ្នាំម្យ៉ាងបុនរនីសាក់លបងទឹកចិត្តព្រោះតបិតដេជោកាន់ការងារធំតើនៅចាំទេអង្រឹងទឹកខ្មុំគាត់ផ្ញើឲ្យខ្ញុំពេលរត់ចេញទៅណាមួយមិនហ៊ានព្រោះខ្លួនជាស្រីថែមមានកូនខ្ចីមិនដែលស្គាល់ផ្លូវណាមួយមិនស្គាល់មិត្តឬសត្រូវស៊ូទ្រាំរស់នៅលាក់ពួនអាត្មារីឯដេជោសែនមហារវល់ក្នុងអារម្មណ៍ខ្វល់ទៅដល់ភរិយាកិច្ចការបរទេសច្រើនដល់មហិមាមិនអាចដកឃ្លាទៅទីណាបានការងារប្រលឹមរហូតប្រលប់ឆ្លៀតទៅដល់ជប់ស៊ើបគ្រប់មូលដ្ឋានប្រកាសសាកសួរអស់ញាតិសន្តានក្រែងបានទទួលដំណឹងប្រពន្ធស្រុករំដោះហើយនៅឡើយបែកគ្នាប្រហែលវេលាមិនទាន់គ្រប់គ្រាន់ទំនីឋានព្រំថាពុំអាលទាន់ស្រុកនៅអាសន្នមិនបានជួបឡើយស្រុកទេសរំដោះអស់ជិត2ខែដាច់ជោគ្មានហែក្នុងទ្រុងឥតស្បាយបងប្អូនស្វះស្វែងគ្រប់កន្លែងហើយនៅឡើយប្រពន្ធបាត់ស្ងាត់សូនឈឹងមហាប្រតិចាខ្លោចផ្សាដល់កូនក៏ខំខ្នះខ្នែងស្វែងរកដំណឹងណាមួយចង់ឃើញចៅមានប្រលឹងស្រាប់តែបានដឹងតាមយោធាម្នាក់ថ
ថ្ងៃអ្នកខន្តរិកពេញរឹករាសីថ្ងៃជ័យ24នាខែកុម្ភៈបុរាណលោកថានាងរត់រកអ្នកគឺជាជួបតាមក្រមព្រំលិខិតប្រពន្ធដល់ផ្ទះនៅមិនឃើញប្តីរវល់កិច្ចការបរទេសយ៉ាងឆ្អិតមានគេទៅប្រាប់តាមតែការពិតតែចាប់ដេកជោមិនទាន់ជឿឡើយពេលចាប់កិច្ចការយាត្រាដល់ផ្ទះប្រទេសរ៉ានីនៅចិត្តបង្កើយយល់ច្បាស់រ៉ានីពិតប្រកបហើយលោកអើយដេចជោសែនមហាត្រេកអរសម្បត្តិលាគ្នានាថ្ងៃ24ជប់វិញលោកនេះកំរមានទាំងក្មេងតូចមកតាមកំដរដាច់ជោក៏សួរថាជានរណាប្រពន្ធកំសត់នាងបានថ្លាថ្លែងកូនប្រុសបងឯងនេះហើយនឹងណាដាច់ជោទឹកភ្នែកហូរជ្រែកភក្ត្រាបៃតាយល់បុតស្លុតអស់អង្គីនេះហើយរសជាតិនៃភ្លើងសង្គ្រាមស្លាកស្នាមជូចចត់នៃកម្ពុជាឪពុកជួបកូនបែមិនស្គាល់គ្នាទុកជាដំរាឲ្យខ្មែរប្រុសស្រីបំណាច់នឹងនឹកសែនគិតខ្វល់ខ្វាយពីរនាក់កូនម្ដាយរស់នៅក្នុងព្រៃគ្រួសារប្រត់ឃ្លាតព្រោះជាតិទឹកដីស្ទុះលើកកូន3កូនមិនឲ្យក្បែរថ្លែងពីកុមារាហ៊ុនម៉ាណែតអាយុទៅបាន16ខែចិត្តខ្លាំងអស្ចារ្យយំការពីម៉ែឪពុកទៅក្បែរម៉ែក៏មិនបានអស់ជាង2ខែកូនហៅពុកពូដាច់ជោស្លុតចិត្តពុនពេកប្រមាណណាមួយទៅចិត្តប្រពន្ធមិនបានកូនប្រុសកល្យាននឹកស្មានថាពូគួរឲ្យសង្វេគរឿងដាច់ជោសែនរឿងពិតមែនតែនទុកជាគំរូរសជាតិបែកបាក់វីរៈតស៊ូគំរូរៀនសូត្រកូនខ្មែរជាន់ក្រោយរឿងដាច់ជោសែននិងប៊ុនរ៉ានីចូលព្រៃម៉ាគីតាមស្ដេចដង្ហើយពីរនាក់ស្ម័គ្រចិត្តឥតរញរាឡើយខ្មែរបានវិញហើយរាជានិយមដោយគុណបំណាច់ស្ដេចទ្រង់ប្រទានកិត្តិយសថ្កាំងថ្កានឲ្យបានសំរុំក្រុមមងាសម្ដេចឋានៈអស់ធំដើម្បីស័ក្តិសមទៅនឹងស្នាដៃស្វាមីភរិយាក្រុមមងាសម្ដេចបំណាច់បំរើជាតិនិងទឹកដីរំដោះបល្ល័ង្កថ្វាយមហាក្សត្រថ្លៃជាតិខ្មែរជោគជ័យបានរុងរឿងអើយ